ពីសម្បត្តិនេះជាទីគោរពសក្ការៈដ៏គង់គួរខ្ញុំបាទសូមគោរពលោកគ្រូអាចារ្យដែលជាដឹកនាំកម្មវិធីលោកយាយលោកតាសវរ័នសវតីជាទីគោរពសូមគោរពបងប្រុសបងស្រីអង្គភូមិមាននៅក្នុងទីក្រុងពោធិ៍ទាំងអស់ជាទីគោរពសាលារដ្ឋាភិបាលវត្តមានហើយស្មងវិទ្យាល័យជាមិត្តសិស្សណាដែលវត្តមាននេះគឺទីគោរពស្រឡាញ់រដ្ឋាភិបាលសំខាន់ក្នុងបរិយាកាសប្រកបទៅដោយសំណាងអតុលោកខាងក្រមខ្ញុំបាទសូមការអនុញ្ញាតនៅសូមជួនមករៀបរាប់នៅជីវប្រវត្តិលោកសង្ខេបរបស់ឧបាសិកាពួនម៉ែគ្រូប្រភេទនិងគណៈគ្រូយើងមិត្តបងប្អូនឲ្យបានជាលោកខាងក្រមជីវប្រវត្តិលោកសង្ខេបរបស់ឧបាសិកាពួនម៉ែឧបាសិកាពួនម៉ែក៏លើកខាងមកផងមកវិញមួយដែលមានជាកន្លែងកំណើតកាជាលោកពូស្វាពេញទៅដោយប្រកបដោយហើយកំពុងធ្វើឧបាសិកាពួនម៉ែត្រូវជាកូនរបស់លោកតាផុននិងលោកយាយយ៉ាដែលសំខាន់នៅក្នុងភូមិស្វាគុំត្រីនេះប្រកបដោយហើយកំពុងធ្វើឧបាសិកាពួនម៉ែមានបងប្អូនបង្កើតចំនួន8នាក់នោះមានតែ5នាក់បាទមានមកគុំអូសពថ្ងៃនៅរូបទី2មានឈ្មោះទួនក្រុមបានស្លាប់ទី3មានឈ្មោះទួនរនដែលសពថ្ងៃលោករស់នៅឯនេះសមុទ្រទី4មានឈ្មោះទួនយឿនសពថ្ងៃនៅសម្រាប់ទី5មានឈ្មោះទួនខោបានស្លាប់ទី6មានឈ្មោះដែលเป็นឧបាសិកាទួនម៉ែកំពុងទទួលមរណភាពកូនទី7មានឈ្មោះថ្ងៃនៅមីក្រូនៅរូបចំណែកកូន7មានឈ្មោះដូមីក្រូថ្ងៃនៅរូបកាលពីកុមារពួនម៉ែគឺជាក្មេងដែលមានអត្តចរិតព្រមទាំងសុភាសិតនិងឧស្សាហ៍ជាយាមគោរពចាស់ទុំញាតិមិត្តភូមិផងលោកបានឲ្យលោកបងសិក្សាលោកឪពុកអ្នកម្ដាយតាមវិធីឲ្យទៅសិក្សានៅឯសាលាបឋមសិក្សាអន្តរប្រវេសន៍ដែលសំខាន់នៅក្នុងភូមិទាំងនេះស្រុកគំស្រីខេត្តកំពង់ធំលោកបានសិក្សាអក្សរសាស្ត្រចំណេះដឹងទូទៅបានមួយជាភូមិក្រៅមកក៏បានមានជំនាញការសិក្សាមានមកជួយបំពេញកិច្ចការងារគ្រួសារនៅផ្ទះធម្មតាដោយប្រកបរបរធ្វើការចំការជាមួយពុកម៉ែនៅស្រុកភូមិវិញលោកបានយុវវ័យរួមបានគុំពេញលោកពេញរៀនមួយជាទីស្រឡាញ់និងចាប់ចិត្តពីសំណាក់ឪពុកម្ដាយញាតិមិត្តភូមិផងត្រូវបានលោកឪពុកម្ដាយបានរៀបចំសំភុំព្រឹកដាក់ឲ្យមួយប្រកបគ្រូការផ្ទៃប្រពន្ធបានរៀបចំអាពាហ៍ពិពាហ៍ជាមួយយុវជនជាប់គុំដែលត្រូវជាកូនរបស់លោកតាជានៅភូមិកលាំងក្រុមដល់តែក្រុមដល់តែខេត្តកំពង់ធំ
ចាប់តាំងពីរាជគោតាเป็นប្រពន្ធលោកលោកទាំងពីរបានខិតខំប្រឹងប្រែងប្រកបកិច្ចការគោលការណ៍នេះគោលការណ៍ចំការនិងក្រុមរបស់ផ្សេងដើម្បីរកទីទទួលទានដើម្បីរកទុំនិងគ្រប់គ្រងជីវភាពគ្រួសារនៅក្នុងដំណើរដៃអាពាហ៍ពិពាហ៍របស់លោកទាំងពីរបានបន្តរកទុំកូនប្រុសស្រីចំនួន8នាក់ក្នុងនោះមានស្រី4នាក់និងប្រុស4នាក់ហើយកូនទី1មានឈ្មោះជាសភាកូនទី2មានឈ្មោះជាពេញកូនទី3មានឈ្មោះជាកបានិងកូនទី4មានឈ្មោះជាសៃជីមដែលបានស្លាប់ចំណែកកូនទី5មានឈ្មោះជាស្មើកូនទី6មានឈ្មោះជាដាប់កូនទី7មានឈ្មោះជាស៊ីមនិងកូនប្រុសទៅមានឈ្មោះជាប្រពន្ធក្រុមគ្រួសាររបស់លោកគ្រប់នៅជុំជុំគ្នានៅឯព្រំស្មារក្រុមព្រៃស្រុកចូលទីស្រីខេត្តកំពង់ស្ពឺលោកទាំងពីរខិតខំប្រឹងប្រែងប្រកបការងាររបស់គោលការណ៍សម្ការនិងការងារផ្សេងៗដើម្បីបានប្រាក់ចិញ្ចឹមកូនលោកបងប្អូនក្រុមគុំល្មមពេញវ័យវឌ្ឍនាការល្មមអាយុសិក្សារៀនសូត្រលោកបានផ្ដល់ឱកាសឲ្យកូនប្រុសស្រីមានឱកាសចូលសិក្សារៀនសូត្រគ្រប់គ្នាលោកបងប្អូនក្រុមគុំពេញវ័យសូមប្រកបសំណងលោកបានរៀបចំសំណាក់កូនប្រុសដែលមានរបស់គ្រួសារពេញប្រពន្ធរៀនខ្លួនទាំងអស់លើពីនេះទៅទៀតលោកក៏បានកែច្នៃរកសម្បត្តិរកនៅរបស់ដែលលោកខំប្រឹងរកទទួលសំសងទុកចែកបានទៅកូនស្មារតីហើយពីលោកបានសំទៅដាក់កូនប្រុសស្រីឲ្យមានប្រកបគ្រូការពេញប្រពន្ធរួមរកច្បាប់គ្រប់ពុកបានការទូលថារូបនៅក្នុងគ្រួសារជាមួយកូនស្រីមកជាជីនិងកូនប្របាជួបនឹងការមានទីលំនៅបច្ចុប្បន្នរំលឹកពីខ្លាយគុំទៅទៀតគ្រប់គ្រងទីស្រីហើយមិនគុំគួយគឺថ្ងៃថ្ងៃក៏ចេះតែរំលឹករបស់វ័យអាយុកាលរបស់មនុស្សណាក៏ដូចក្នុងដែរពីមួយថ្ងៃទៅមួយថ្ងៃគឺមានវត្តពីក្មេងពីមានកម្លាំងម្នាក់មកមុនប្រែទៅជាចាស់ជឿរីកម្លាំងក៏ធំហើយយុគដល់ឆ្នាំ2023បានបីគ្រួសាររបស់ឧមាណាព្រួយមកបានមានចាស់លោកទទួលមរណភាពចាប់តាំងពីពេលលោកលោកឧបាសិកាព្រួយមកបានស្វែងជាសម្ដែងមានម៉ាយនិងរស់នៅជាមួយកូនទោះបីជាម៉ែប្រែទៅជាសម្ដែងមានម៉ាយយ៉ាងណាក្តីក៏ម៉ែខិតខំប្រឹងប្រែងខំរំលូតខំប្រឹងជំនះនៅរាល់ឧបសគ្គបញ្ហាលោកបានទាំងឡាយទោះបីជាម៉ែឈឺទោះបីជាម៉ែជាក៏ខិតខំប្រឹងប្រែងគោលការណ៍ចំការគោលការណ៍នេះដើម្បីបានប្រាក់គ្រប់គ្រងគ្រួសារទាំងប្រការប្រពោះនិងដើម្បីជាមនុស្សតាមក្រុមចៅប្រុសស្រីជាអកតមកបត់យ៉ាងខ្លាំងតាមទីកើតហើយខិតរបស់ឆ្នាំកម្មសព្វសក្តិពុទ្ធសករាជ2569ត្រឹមនៅថ្ងៃទី5ខែសីហាព្រឹត្តិការណ៍2025វេលាម៉ោង9:30នាទីយប់គឺបានការមួយម៉ាត់មានអាការៈមិនទៅស្រួលគ្រានោះកូនចៅក្រុមគ្រួសារប្រុសស្រីបានផ្លាស់ថ្ងៃដឹកជញ្ជូន
លោកកំពុងបន្តនៅទីក្រុងនៅឯពូនីភ្នំពេញតែជាអនុផលបានធ្វើដំណើរដល់កណ្ដាលភ្នំឧបាសិកាជនណាបានជួបឧបសគ្គហើយជំនឿទាំងប្រកបរហូតដល់ទីពេទ្យក្រុមការងារផ្សព្វផ្សាយជួយសង្គ្រោះណាស់ហើយដើម្បីជួយសង្គ្រោះអាយុជីវិតឧបាសិកាជនណាប៉ុន្តែដោយឆ្នាំមិនអាចគាត់បាននៅតែមិនអាចជួយឲ្យឧបាសិកាជនណាត្រឹមខ្លួននឹងជាស្ដាប់ដោយបានឡើយប្រកបមកថ្ងៃអាទិត្យប្រាប់លេខកើតហើយអ្នកប្រកបឆ្នាំមកតែសម្រាប់ឡាមុនសកលវិទ្យាល័យ2569ក្នុងថ្ងៃទី31ខែសីហាគ្រិស្តសករាជ2025វេលាម៉ោង8:25នាទីយប់ស្ដេចមជ្ឈរាជដ៏កំណាស់គ្រប់គ្រងចូលមកស្វាគមន៍នៅអាយុសង្ខាររបស់ឧបាសិកាខ្លួនម៉េចយ៉ាងសាហាវប្រស័យអត់មានមេត្តានៅក្នុងជំនាញ64ឆ្នាំដោយគ្រានោះពលរដ្ឋក្រុមគ្រួសារកូនចៅប្រពៃមានសេចក្តីទុក្ខអបអរណានិងសេចក្តីរំភើបពុំអាចទទួលយកបានឡើយពេលនេះឧបាសិកាជនណាបានមានចាក់លោកហើយធ្វើឲ្យកូនចៅក្រុមគ្រួសារប្រពៃកំពុងមានទុក្ខនិងកំពុងបានរៀបចំយុទ្ធសាស្ត្របូជាសពជូនលោកផងដែរសូមបដិសេធពីវិញ្ញាណឧបាសិកាជនណាបានអញ្ជើញទៅកាន់សូមបដិសេធនៅវិញ្ញាណអន្តរជាតិព្រះអធិបតីនិងទេពតាឆែកនៅបរិយាកាសរបស់ឧបាសិកាជនណាខ្លាចទៅជាសក្តិមានចោលនិងអវត្តមានរបស់ឧបាសិកាជនណាពីមុនបាយក៏ដូចជាអវត្តមានរបស់ឧបាសិកាជនណាពីពុកខំនៃយូរីក្នុងផងដែរជាចុងក្រោយនៃអវតារជីវិតរបស់ឧបាសិកាជនណាយូរខ្ញុំខាងនាមដល់ក្រុមគ្រួសារនៅកូនចៅស្បសូមឧទ្ទិសបួងសួងឧត្តមផលបុណ្យដែលកូនចៅបានរៀបចំធ្វើឲ្យរយៈកាលទៅជុំថ្ងៃនេះជូនចំពោះបរិយាកាសពីវិញ្ញាណរបស់អ្នកម្ដាយខ្លួនមកសូមអ្នកម្ដាយរីករាយអនុមោទនាប្របានទទួលឲ្យមានក្រោយឲ្យប្រកូនចៅនៅខាងក្រោយឲ្យជួបតែនៅក្នុងចម្រើននិងម្យ៉ាងទៀតសូមប្រគេនបកបផលបុណ្យជូនចំពោះព្រះរាជគុណព្រះធេរាមេរៈព្រះអង្គឯកឧត្តមលោកជំទាវយកកិត្តិយសមានប្រជិតឆ្ងាយជូនលោកបុណ្យកុសលទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួននឹងស្មើគ្នាយើងខ្ញុំសូមគោរពថ្វាយបង្គំអរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមាននិងវត្តមានឯកឧត្តមលោកជំទាវមានកិត្តិយសមានក្រិតអបពូលនីដែលបានផ្នែកផ្នែកនិងជាឱកាសពេលវេលាដ៏មានតម្លៃមកចូលរួមរំលែកទុក្ខជាមួយគ្រួសារយើងខ្ញុំនៅវេលាឱកាសនេះយើងខ្ញុំសូមជួបជុំនិងប្រសិទ្ធពរជ័យដល់ទេវតាជួយคุ้មគ្រងថែរក្សាអស់លោកឲ្យសំប្រកបតែសេចក្តីសុខចម្រើនគ្រប់គ្រងវិរិយត្រីនិងឲ្យជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីពីឡើយសូមអរព្រគុណនិងសូមអរគុណ